បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនជុំវិញជាតិទាំងនៅក្នុងប្រទេសនិងនៅក្រៅប្រទេសជាទីគោរពនិងជាទីរាប់អានចូលដល់សង្គ្រោះជាតិប្រចាំនៅប្រទេសជប៉ុនមានសេចក្តីសុំរបស់រីករាយសូមប្រកាសជូនដំណឹងដល់បងប្អូនទាំងអស់ដែលរស់នៅក្នុងប្រទេសជប៉ុនបានជឿថានៅថ្ងៃទី18ខែ5ឆ្នាំ2025ខាងមុខនេះចលនាសង្គ្រោះជាតិប្រចាំនៅប្រទេសជប៉ុនបានរៀបចំនៅវេទិកាស្ត្រីនិងយុវជនប្រជាធិបតេយ្យដោយមានការអញ្ជើញចូលរួមពីគណៈអធិបតីភ្ញៀវកិត្តិយសជនជាតិជប៉ុននិងវាគ្មិនដើម្បីចូលរួមផងដែរបាទបងប្អូនប្រហែលជាចង់ដឹងហើយថាតើគណៈអធិបតីរូបណាអញ្ជើញចូលរួមភ្ញៀវកិត្តិយសជនជាតិជប៉ុនរូបណាអញ្ជើញចូលរួមនិងវាគ្មិនដើម្បីរូបណាខ្លះអញ្ជើញចូលរួមជាក់ជាងខាងណាបាទដើម្បីមិនចំណាយពេលវេលាយូរខ្ញុំបាទនឹងធ្វើការប្រកាសជម្រាបជូនបងប្អូនឲ្យបានជាព័ត៌មានផងដែរបាទគណៈអធិបតីទី1មានការចូលរួមពីសំណាក់លោកស្រីមូសុខួរប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យដែលហៅកាត់ថា KMD អញ្ជើញចូលរួមជាគណៈអធិបតីបាទទី2គឺលោកស្រីថិតគឹមហ៊ុនជាប្រធានចលនាស្ត្រី CNRPA អញ្ជើញចូលរួមជាគណៈអធិបតីចំណែកភ្ញៀវកិត្តិយសជាតិជប៉ុនពីររូបមានដូចជាលោកស្រីអ៊ីឈីហារ៉ាម៉ៃកូជាសាស្ត្រាចារ្យផ្នែកច្បាប់នៃសាកលវិទ្យាល័យ Hitotsubashi ប្រចាំនៅប្រទេសជប៉ុនហើយក៏ជាជនជាតិជប៉ុនផងដែរដែលចូលរួមជាភ្ញៀវកិត្តិយសទី2លោកស្រីអាបូតូម៉ូកូជាប្រធានអង្គការរីតាប្រចាំនៅប្រទេសជប៉ុនអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសចំណែកឯវាគ្មិនដែលខ្ញុំបានជម្រាបជូនបងប្អូនខាងដើមមុននេះមានការចូលរួមពីសំណាក់លោកសុភ័ណ្ឌឡារីជាប្រធានបណ្ដាញយុវជនកម្ពុជាសកលប្រចាំនៅសហរដ្ឋអាមេរិកដែលហៅកាត់ថា GCYN បាទអញ្ជើញចូលរួមតាមរយៈ Zoom ជាវាគ្មិនផងដែរនិងលោកអូសាម៉ាឌីជាទូតសុឆន្ទៈយុវជន KMD អញ្ជើញចូលរួមជាវាគ្មិនប៉ុន្តែប៉ុណ្ណោះទេក៏មានការប្រកាសតែងតាំងសមាជិកភាពថ្នាក់ដឹកនាំខ្ពស់នៃចលនាសង្គ្រោះជាតិប្រចាំនៅប្រទេសជប៉ុនផងដែរហើយក៏មានវគ្គបណ្ដុះបណ្ដាលស្ត្រីដោយមានការបាទបង្ហាត់បង្ហាញបង្រៀនដោយលោកស្រីថិតគឹមហ៊ុនជាប្រធានបាទចលនាស្ត្រី CNRPA ផ្ទាល់តែម្ដងផងដែរបាទសម្រាប់ស្ត្រីដែលរស់នៅប្រទេសជប៉ុនបាទសូមជឿចូលរួមបានច្រើនចង្កោះក៏បាទដោយសារតែវេទិកានេះក៏មានការបង្ហាត់បង្ហាញបណ្ដុះបណ្ដាលដល់ស្ត្រីដែលបានចូលរួមផងដែរការប្រជែកនៅថ្ងៃទី18ខែ5ឆ្នាំ2025ពេលវេលាម៉ោង 12:30 នាទីរហូតដល់ម៉ោង 4:30 នាទីរសៀលទីតាំងនៅអូមីយ៉ាច្រកចេញហ៊ីកាស៊ីដោយមានបងប្អូនយើងចូលកាន់ទង់ជាតិរងចាំទទួលស្វាគមន៍បងប្អូនដែលអញ្ជើញចូលរួមនៅច្រកចេញហ៊ីកាស៊ីផងដែរបាទវត្តមានរបស់បងប្អូនជាការចាំបាច់ក្នុងវេទិការបស់យើងបាទសូមអញ្ជើញចូលរួមឲ្យបានច្រើនកកកុំបីអាក់ខានឡើយបាទសូមអរគុណសូមជម្រាបលា